តើនរណាជាបិសាចអេនិយាយថាប្រយ័ត្នខ្លួនខ្ញុំទើបតែឃើញស្នាមជើងបិសាចនៅទីនេះប៊ីនិយាយថាខ្ញុំក៏បានឮសំឡេងប្លែកៗដែរកាលពីយប់មិញយើងគួរតែប្រញាប់រកកន្លែងពួនទៅស៊ីនិយាយថាកុំភ័យអីថ្ងៃនេះខ្ញុំនឹងចាប់បិសាចមួយបានមិនអ្នកស៊ើបអង្កេតតើអ្នកអាចរកឃើញបិសាចទេចម្លើយលោកយាយប៊ីគឺជាបិសាចព្រោះជើងរបស់គាត់មានពណ៌បៃតងនិងមានក្រចកវែងៗដែលខុសពីមនុស្សធម្មតាតើមួយណាជា zombie คล้ายៗអេនិយាយថាខ្ញុំឃ្លានខ្លាំងណាស់តើមានឃើញខួរក្បាលស្រស់ៗនៅឯណាទេប៊ីនិយាយថាក្រែមនេះឆ្ងាញ់ណាស់ជាអាហារដែលខ្ញុំចូលចិត្តបំផុតស៊ីនិយាយថាដៃជើងរបស់ខ្ញុំលែងស្ដាប់បញ្ជាហើយជួយផងព្រះអើយមិត្តឆ្លាតតើអ្នកគិតថានរណាជាខ្មោចឆៅខ្លាញ់ទៅចម្លើយខ្មោចឆៅប៊ីគឺខ្លាញ់ព្រោះខ្មោចឆៅពិតប្រាកដមិនចេះញ៉ាំក្រែមទេតើនរណាជាម្ដាយរបស់កូនមនុស្សភពកាយនេះអេនិយាយថានាងធ្វើឲ្យកូនខ្ញុំភ័យហើយឆាប់ចេញឲ្យឆ្ងាយភ្លាមទៅប៊ីនិយាយថាកុំមកនិយាយកុហកនៅទីនេះនាងមិនពាក់ព័ន្ធនឹងកូននេះទេម្នាក់ស៊ើបអង្កេតតើអ្នកអាចសង្កេតឃើញម្ដាយពិតប្រាកដរបស់ក្មេងនេះទេចម្លើយB គឺជាម្ដាយរបស់គេព្រោះនៅលើថ្ងាសរបស់គេមានសញ្ញាសម្គាល់ដូចគ្នាអវកាសយានិកទាំង3នាក់នេះកំពុងបំពេញបេសកកម្មនៅភពព្រះច័ន្ទ A និយាយថាហើយអ្វីបានជាការដើរនៅទីនេះពិបាកម្ល៉េះ B និយាយថាដំណាបអើយនេះនៅលើឋានព្រះច័ន្ទណាមិនមែននៅ Exum ទេ C និយាយថាប្រយ័ត្នដើរជន់មានវើយដើរឲ្យចេះប្រយ័ត្នផងមិត្តឆ្លាតតើអ្នកអាចសង្កេតឃើញថាមានមនុស្សភពផ្កាយនៅទីនេះទេចម្លើយ B គឺជាមនុស្សភពផ្កាយព្រោះគេមានកន្ទុយពណ៌បៃតងមួយនៅក្រោមគូទរបស់គេតែអ្នកអាចស្វែងរកតម្រុយបញ្ជាអំពីមនុស្សយន្តដែលកំពុងបន្លំខ្លួននៅទីនេះទេខ្ញុំបានហាត់ប្រាណដែលលោកគ្រូដាក់ឲ្យមិនបានកុហកទេ B និយាយថាខ្ញុំមានអារម្មណ៍ថាដៃរបស់ខ្ញុំលែងជាកម្មសិទ្ធិរបស់ខ្ញុំទៀតហើយតែខ្ញុំអាចសម្រាកបានទេលោកគ្រូ C និយាយថាខ្ញុំបានវឹកហាត់នៅទីនេះអស់រយៈពេល5ឆ្នាំហើយរឿងទាំងអស់នេះសាមញ្ញណាស់សម្រាប់ខ្ញុំដូច្នេះតើអ្នកស៊ើបអង្កេតដ៏ឆ្លាតវៃអាចរកឃើញមនុស្សយន្តដែលកំពុងបន្លំខ្លួននៅទីនេះបានទេចម្លើយ A គឺជាមនុស្សយន្តព្រោះគេមិនមានញើសស្រក់មុខទេថែមទាំងមានពន្លឺភ្លើងចេញពីមុខគេទៀតផងលោកមេបញ្ជាការបានត្រឡប់មកពីប្រជុំវិញមកដល់កន្លែងវឹកហាត់ក៏បានសង្កេតឃើញថាមានកូនទាហានម្នាក់លួចខ្ជិលគេចពីការវឹកហាត់អេនិយាយថាមេបញ្ជាការខ្ញុំមិនបានបោកលោកទេខ្ញុំមិនដែលឈប់សម្រាកសោះឡើយ B និយាយថាអ្នកដែលគេចវេះច្បាស់ជាពួកទាហានទុនខ្សោយអស់ទាំងនេះហើយមិនពាក់ព័ន្ធនឹងខ្ញុំទេ C និយាយថាខ្ញុំស្រេកទឹកខ្លាំងណាស់លោកមេបញ្ជាការតើដល់ម៉ោងសម្រាកឬនៅមិត្តឆ្លាតតើអ្នកគិតដូចលោកមេបញ្ជាការទេថាទាហានម្នាក់ណាទៅដែលបានលួចខ្ជិលនោះចម្លើយគឺជាទាហានស៊ីព្រោះគេមិនមានញើសបន្តិចសោះឡើយចំណែកឯទាហាន2នាក់ទៀតមានញើសជោគពេញខ្លួនដូចលេចនោមដាក់ខោអញ្ចឹងតែនរណាជាមនុស្សភពផ្កាយមានមនុស្សភពផ្កាយបានបន្លំធ្វើជាទាហាននៅទីនេះកូនទាហាន A និយាយថាខ្ញុំមកវងអស់100ដងហើយខ្ញុំទ្រាំលែងបានហើយកូនទាហាន B និយាយថាអ្នកខ្សោយណាស់ខ្ញុំខ្លាំងជាងអ្នក100ដងមិត្តឆ្លាតតើមនុស្សភពផ្កាយជានរណាច
ចម្លើយទាហាន A គឺជាមនុស្សពុបកែព្រោះម្រាមដៃម្ខាងទៀតរបស់គេមិនដូចមនុស្សធម្មតាទេចុងភៅបានសង្កេតឃើញថាមានមនុស្សពុបកែក្នុងចំណោមទាហានទាំង3នាក់នេះ A និយាយថាខ្ញុំញ៉ាំអីមិនចូលទេរសជាតិដូចទឹកសមុទ្រអញ្ចឹង B និយាយថាពេលវឹកហាត់ចប់ដល់ពេលត្រូវញ៉ាំអាហារដ៏សែនយ៉ាប់ហើយ C និយាយថាថ្ងៃនេះហត់ណាស់ខ្ញុំគ្រាន់តែចង់សម្រាកឲ្យបានឆាប់ម្នាក់ស៊ើបអង្កេតតើអ្នកអាចរកឃើញមនុស្សពុបកែទេចម្លើយ C គឺជាមនុស្សពុបកែព្រោះមនុស្សធម្មតាមិនចេះញ៉ាំគ្រឿងដែកទេទាហានទាំង3នាក់នេះកំពុងវឹកហាត់ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេគឺជាអេលៀនទាហាន A និយាយថាជួយផងខ្ញុំមិនដឹងថាត្រូវឡើងទៅដោយរបៀបណាទេទាហាន B និយាយថាពួកយើងទើបតែចេញផុតពីដីបន្តិចសោះតែឯងខ្លាចអ្វីទៅទាហាន C និយាយថាឆាប់ឡើងភារកិច្ចថ្ងៃនេះគឺលំបាកខ្លាំងណាស់តើអ្នកស៊ើបអង្កេតដ៏ឆ្លាតវៃទាំងឡាយអាចរកឃើញមនុស្សពុបកែដែលកំពុងបន្លំខ្លួនបានទេចម្លើយទាហាន B គឺជាអេលៀនព្រោះគេអាចឡើងភ្នំដោយប្រើដៃទទេមិនចាំបាច់មានខ្សែសុវត្ថិភាពឬឧបករណ៍អ្វីការពារនោះទេ